ចង់ទៅលេងកោះតែខ្លាចពលទូកប៉ុន្តែកោះមួយនេះជីតែ5នាទីពីដីគោកមកដល់បាត់គ្រាន់តែឮប៉ុណ្នេះបងអូនខ្លះប្រកាសជាដឹងហើយថាកោះហ្នឹងកោះមួយណាដោយសារតែជាកោះដែលគេពេញនិយមទៅលេងមែនតែនប៉ុន្តែនិយាយមែនខ្ញុំទៅបានទៅលើកទី1ឯងបានទៅដល់ឃើញផ្ទាល់អញ្ចឹងគឺថាអូយស្អាតបែកភ្នែកហ្មងណាអញ្ចឹងបងអូនណាអត់ទាន់ធ្លាប់ទៅដូចខ្ញុំដែរតោះដាក់មកទ្រីបមួយខ្ញុំទៅលេងកោះស្ដេចខេត្តកោះកុងហើយក្នុងវីដេអូនេះខ្ញុំក៏មានកលឹះខ្លះៗដើម្បីថតរូបបានស្អាតនៅសមុទ្រមកចែកម្លែកបងអូនដែរអញ្ចឹងពេលទៅដើរលេងគឺយើងបានរូបស្អាតៗទាំងអស់គ្នាឥឡូវខ្ញុំធ្វើដំណើរទៅកោះស្ដេចតាមផ្លូវលបឿនលឿនពីភ្នំពេញទៅប្រហែលជា3ម៉ោងកន្លះទៅ4ម៉ោងផ្លូវទៅកោះកុងគេកំពុងធ្វើប៉ុន្តែជីអត់ប្រវាអីកន្លែងខ្លះកំពុងធ្វើទៅកន្លែងខ្លះកស៊ូព្រិលបើផ្លូវបត់ទៅកោះស្ដេចវិញគេធ្វើកស៊ូឡើងស្អាតហ្មងផ្លូវឡើងធំមកដល់កំពង់ផែខាងរីសតគេមានទូកមួយយ៉ហើយបើយើងអត់ទាន់បានកក់ឬក៏ចង់ទៅដើរមើលសិននៅលើកោះហ្នឹងយើងអាចជិះអាទូកហោះនេះក៏បានដែរជិះទៅលោតឡើងផ្លោតអស់ម្នាក់តែ5000នេះឡើងធូរហើយសុវ័យមែនតើជិះទូកហ្នឹងពេលទៅហ្នឹងខំត្រៀមចិត្តត្រៀមកាយថាពលទូកហើយមានណាជិះមិនទាន់បានពលទូកផងទៅដល់បាត់ប្រហែលតែ5នាទីមកដល់ភ្លាមខ្ញុំឡើងវ៉ាវមកលើកទី1ទឹកឡើងថ្លាខៀវខ្ចីហើយថ្ងៃនេះខ្ញុំមកគេងនៅកោះអភិជនរីសតស្អាតមែនតើគេធ្វើបែបផ្ទះមួយនៅលើទឹកហើយបើការរៀបចំវិញឡើងព្រីមៀមហ្មងគឺមានអាំងហែតទឹកនៅជាប់សមុទ្រហើយអូយនិយាយទៅអែមខ្លាំងនេះបន្ទប់ទឹករបស់គេហើយបន្ទាប់ពីដើរមើលបន្ទប់រួចហើយខ្ញុំចេញមកក្រៅដើម្បីមកថតរូបលេងឧបសគ្គរបស់ខ្ញុំពេលថតរូបនៅសមុទ្រឃើញមនុស្សឡើងខ្មៅអញ្ចឹងកន្លឹះទី1របស់ខ្ញុំហ្នឹងគឺស្វែងរកពលឺយើងលើកកាមេរ៉ាហើយដាក់ដៃចឹងមកខាងណាដែលឃើញដៃរបស់យើងភ្លឺស្អាតយើងថតខាងហ្នឹងទៅឃើញស្រួលហ៎ទូរស័ព្ទដែលខ្ញុំយកមកថតរូបលេងថ្ងៃនេះគឺ Oppo Reno 13F រូបរាងគេឡើងឆ្វាចដូចមេអំបៅផុសចេញមកអញ្ចឹងទូរស័ព្ទថ្មីចាំការដាក់ក្រាក់មកហើយនេះរូបដែលបានចេញមកបែបច្បាស់ស្បែកបែបអាឡងនេះអត់បាន edit ទេណាពេលទៅសមុទ្រអញ្ចឹងយើងតែងតែចង់ថត style រំភីផាយផាត់អញ្ចឹងយើងអាចបើក live photo ដែលអាចចាប់យកសកម្មភាពមុននិងក្រោយពេលថតបានអញ្ចឹងយើងអាចរើសប្លង់ណាដែលយើងស្រឡាញ់ជាងគេបានរូបហើយយើងអាចយកមក edit បន្ថែមទៀតនៅក្នុង AI editor ដែលមានមុខងារ AI បំបត្តិព្រាល AI បង្កើនភាពច្បាស់ហើយនឹងកន្លែង AI eraser នេះយើងអាចលុបកន្លែងណាដែលយើងអត់ស្អាតអញ្ចឹងយើងលុបចេញអញ្ចឹងណាដូចកន្លែងនេះគឺខ្ញុំលុបកន្លែងខ្មៅនៅលើខ្សាច់ចាំមើលចេញមកបានរូបឡើង clean ស្អាតហ្មងឥឡូវនេះខ្ញុំបន្តមកលេងមកកន្លែងទៀតនៅលើកោះស្ដេចនឹងដែរដែលនៅនេះគេមានទេសភាពទឹកសមុទ្រធំដាច់កន្ទុយភ្នែកកន្លឹះថតរូបទី2នេះពេលដែលមានទឹកសមុទ្រធំស្អាតអញ្ចឹងយើងថតធ្វើម៉េចកុំឲ្យ background ខ្សែទឹកនៅត្រឹមកមើលមកវារៀងតាក់ភ្នែកមិនដឹងណាយើងព្យាយាមធ្វើម៉េចឲ្យនេះទឹកផុតក្បាលយើងចេះមកមើលមកគឺវាឃើញរូបហ្នឹង clean ស្អាតហើយអត់មានអីតាក់ភ្នែកទេមិនថាយើងថតពាក់កណ្ដាលខ្លួនឬក៏មកចំហខ្លួនអាចសាកប្រើកន្លឹះនេះបានតោះឥឡូវខ្ញុំបន្តមកលេង resort មកកន្លែងទៀតនៅចិត្តគ្នានឹងទេហើយយើងអាចចូលលេងបានថតរូបបាន background ប្លែកពីគ្នាអញ្ចឹងណាហើយដល់អីថ្ងៃខ្ញុំមកនេះមេឃរៀងល្ងឹតហើយអត់មានថ្ងៃលិចទេអញ្ចឹងកន្លឹះទី3ពេលមេឃល្ងឹតហើយយើងចង់ថតរូបជាមួយនឹងសមុទ្របើយើងថតធម្មតាគឺខ្មៅអញ្ចេះអញ្ចឹងដើម្បីកុំឲ្យខ្មៅយើងចុចបើក flash មកអញ្ចឹងយើងនឹងបានរូបរបៀបបែប vibe គេថត digital camera ដែលគេកំពុងតែល្បីនិយាយទៅវាមិនបានដូច 100% ប៉ុន្តែឃើញមនុស្សលិចមកស្អាតនេះខ្ញុំថតចេញពីទូរស័ព្ទ Oppo Reno 13F ផ្ទាល់ហ្មងហើយអត់បាន edit ទេថតចេញមកបានប៉ុណ្ណាគឺខ្ញុំដាក់ឲ្យមើលប៉ុណ្ណឹងនិយាយចេញមកគឺវាច្បាស់ស្អាតណាឥឡូវនេះយប់វិញអញ្ចឹងខ្ញុំត្រឡប់មកកន្លែងគេងវិញអូយប់ឡើងគេបើកភ្លើងស្អាតមែនតែនហើយញ៉ាំបាយញ៉ាំអីរួចចាំព្រឹកស្អែកយើងថតរូបលេងទៀតអូយនេះទេសភាពពេលព្រឹកកប់សេរីហ្មងណាហើយនេះគេមាន style ញ៉ាំអាហារពេលព្រឹកបដែតទឹកនៅក្នុងអាងចេះទៀតអូយលយកប់ហ្មងអ្នកនរគ្នាអើយភាគច្រើនពេលយើងលេងទឹកលេងអីអញ្ចឹងអត់សូវបានថតរូបទេដោយសារខ្លាចទូរស័ព្ទចូលទឹកប៉ុន្តែជាមួយនឹងទូរស័ព្ទ Oppo Reno 13នេះជាទូរស័ព្ទដែលអាចថតក្នុងទឹកបានដំបូងគេក្នុងប្រទេសកម្ពុជាចាំមើលរូបដែលបានណានេះដូចត្រីមច្ឆាកំពុងរៀនហែលទឹកដោយសារខ្ញុំអត់សូវចេះហែលទឹកផងទេបើយើងចេះហែលទឹកអូយកាន់ទូរស័ព្ទនេះមួយចុះទឹកថតចេញមកអូយអែមហ្មងថតជារូបស្លឹកក៏បានថតជាវីដេអូក៏បានដែរហើយច្បាស់ល្អទៀតបន្ទាប់ពីថតក្នុងទឹកចប់យើងគ្រាន់តែចុចដើម្បីឲ្យវារុញទឹកចេញមកជាការស្រេចអូយបច្ចេកវិទ្យាគេលយមែនតែនបន្ទាប់ពីមុជទឹកមុជអីរួចឥឡូវនេះខ្ញុំចេញមកលេងនៅកន្លែងខាងមុខ resort នេះគេមានអាងទឹកធំនៅជាប់ជាមួយនឹងសមុទ្រស្អាតខ្លាំងណាស់មកអង្គុយមើលថ្ងៃរះគេមានសណាញ់នេះលយចេញមកកណ្ដាលសមុទ្រឲ្យយើងគេងមើលថ្ងៃរះអញ្ចឹងទទួលបានអារម្មណ៍មួយប្លែកកណ្ដាច់ដងនៅកណ្ដាលសមុទ្រតោះឥឡូវខ្ញុំចែករំលែកតិចនិចថតរូបនៅសមុទ្រមួយទៀតយើងធ្វើបែបច្នៃប្រឌិតអញ្ចឹងយើងកាយលងជារៀងបេះដូងមួយអញ្ចឹងមកធំល្មមអាចដាក់ទូរស័ព្ទចូលបើខ្លាចប្រឡាក់ទូរស័ព្ទយើងអាចទ្រាប់កណាត់ឬក៏កណ្ដាស់សិនមកដាក់ទូរស័ព្ទ Oppo យើងចូលថតកាមេរ៉ាក្រោយហើយថត 0.5 ហើយរូបដែលបានគឺ surprise
ទូរស័ព្ទនេះថតចេញមកឡើងភ្លឺហើយជាប់ដើមដងនៅពីលើចឹងទៀតឡើងលយរូបស្អាតហើយបើចង់ផ្ញើមក iPhone ងាយមែនតើគេមានមុខងារ share with iPhone គ្រាន់តែផ្ញើពុបចូលផ្លុកហ្មងហើយឡើងស្រួលនិយាយទៅមុខងារនេះគឺខ្ញុំពេញចិត្តខ្លាំងមែនតើអញ្ចឹងសម្រាប់បងអូនណាចូលចិត្តថតរូបអាចសាកល្បងត្រាវជាមួយនឹង Oppo ស៊េរីថ្មីនេះបានគឺទៅចេញក្តៅជាពិសេសបងអូនស្រីកាន់មកឃើញខ្ជូតហ្មងអូខេអញ្ចឹងវីដេអូថ្ងៃនេះសង្ឃឹមថាមានប្រយោជន៍ឲ្យបងប្អូនទាំងគ្នាពេលទៅលេងសមុទ្រថតរូបបានស្អាតមិនត្រឹមតែធ្វើឲ្យខ្លួនយើងសុបាយចិត្តទេប៉ុន្តែដឹងអត់ជាការចូលរួមផ្សព្វផ្សាយតំបន់ទេសចររបស់ខ្មែរយើងដែរពេលយើងទៅកន្លែងណាមួយយើងបានរូបស្អាតយកមកផុសដូចគេថាភ្ញៀវទេសចរម្នាក់ជាអ្នកផ្សព្វផ្សាយម្នាក់អញ្ចឹងយើងរៀនថតរូបឲ្យបានស្អាតទាំងអស់គ្នាទៅចូលរួមផ្សព្វផ្សាយតំបន់ទេសចរខ្មែរយើងទាំងអស់គ្នាអូខេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាយបាយ